អស់រយៈពេលជាង23ឆ្នាំមកហើយដែលបទចម្រៀងកុមារមួយបទនេះបានបង្រៀនខ្ញុំក៏ដូចជាប្រជាជនខ្មែរដទៃទៀតឲ្យចេះលាងដៃជាមួយនឹងសាប៊ូទាំងដែលខ្ញុំមិនទាន់ដឹងអំពីអត្ថប្រយោជន៍នៃការលាងដៃជាមួយសាប៊ូនោះគឺជាអ្វី បើយើងត្រឡប់ទៅកាន់ឆ្នាំ2003អ្នកទាំងអស់គ្នាប្រកាសជាស្គាល់នៅបទចម្រៀងមួយបទនេះហើយដែលបទចម្រៀងនេះបានផលិតឡើងដោយក្រសួងសុខាភិបាលហើយបទនេះមានអត្ថន័យអប់រំឲ្យយើងចេះលាងសម្អាតដៃជាមួយនឹងសាប៊ូឬក៏ផេះដោយសារតែក្នុងអំឡុងឆ្នាំ2003-2004នៅតាមទីជនបទមិនទាន់មានបង្គន់អនាម័យដូច្នេះធ្វើឲ្យប្រជាជនខ្មែរជាច្រើនបានកើតនៅជំងឺមួយយ៉ាងដែលគេហៅថាជំងឺរាករូសនៅចំនួននោះជំងឺរាករូសមិនសូវជាមានផលប៉ះពាល់ទៅកាន់សុខភាពរបស់ប្រជាជនខ្មែររបស់យើងច្រើនទេប៉ុន្តែវាអាចធ្វើឲ្យមានការរំខានទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងច្រើនខ្លាំងមែនទែនដោយសារតែកង្វះនៅអនាម័យក្រសួងសុខាភិបាលក៏បានបញ្ចេញនៅបទចម្រៀងមួយបទនោះដែលបកស្រាយឡើងដោយកុមារនៅក្នុងអត្ថន័យអប់រំឲ្យប្រជាជនខ្មែរទាំងអស់ចេះលាងសម្អាតដៃជាមួយនឹងសាប៊ូដើម្បីបង្ការនៅមេរោគរាករូសមកដល់ឆ្នាំ2025ជិតចូល2026ហើយបើយើងគិតឡើងវិញការដែលអនាម័យដែលការលាងដៃជាមួយនឹងសាប៊ូនៅតែផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជាបង្ការមិនឲ្យមានជំងឺឆ្លងផ្លូវដង្ហើមជាដើមអ្នកទាំងអស់គ្នាបានដឹងហើយថាការរស់នៅជាប្រចាំថ្ងៃគឺយើងប្រើប្រាស់ដៃច្រើនខ្លាំងមែនទែនដែលយើងទៅប៉ះវត្ថុជាច្រើននៅក្នុងផ្ទះរបស់យើងឬក៏នៅតាមទីសាធារណៈដោយយើងមិនដឹងថានៅទីសាធារណៈឬក៏នៅផ្ទះរបស់យើងនោះមានផ្ទុកនៅមេរោគអីផ្សេងៗទេដូច្នេះទើបការលាងសម្អាតដៃជាមួយសាប៊ូមានសារៈសំខាន់សម្រាប់សុខភាពយើងខ្លាំងមែនទែនវិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យតែងតែណែនាំយើងទាំងអស់គ្នាឲ្យឧស្សាហ៍លាងសម្អាតដៃជាមួយនឹងសាប៊ូហើយនឹងធ្វើការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ